ស្ត្រីកំពុងចម្អិនអាហារនៅក្នុងផ្ទះបាយនាងបានយកស្រោមសំបុត្រក្រហមពីកូនស្រីរបស់នាងដោយចៃដន្យវិនាទីបន្ទាប់កូនស្រីចាប់ផ្ដើមបោះស្រមោលក្នុងក្រុមជែកហៅលុយឆ្លក់វង្វេងដោយនិយាយថានាងចាប់យកស្រោមសំបុត្រក្រហមភ្លាមមិនដូចម្ដាយក្មេកដែលមិនដែលមាននោះទេទទួលយកស្រោមសំបុត្រក្រហមហើយថែមទាំងសួរថាតើនាងត្រូវការលុយដែរឬទេស្ត្រីម្នាក់នេះលឺហើយចាញ់បោកចេញមុខកូនស្រីខ្សែដៃមានតម្លៃ$40.000ឲ្យម្ដាយក្មេកនិង$10,000ដំណើរកំសាន្តនៅអឺរ៉ុបមិនមានន័យអ្វីឡើយប៉ុន្តែម្ដាយរបស់នាងនៅថ្ងៃខួបកំណើតរបស់នាងបានយកស្រោមសំបុត្រក្រហមតម្លៃ$18ទៅជាបើបែបនេះនាងនឹងឈប់ទាញយកប្រយោជន៍ពីកូនស្រីទៀតហើយនាងហៅធនាគារភ្លាមហើយដកកាត់ដែលប្រើសម្រាប់បង់រំលោះប្រចាំខែរបស់កូនស្រីគាត់បន្ទាប់មកនាងបានបិទកញ្ចប់ហ្គាសឬថង់ហើយចាក់ចេញពីផ្ទះកូនស្រីរបស់នាងដោយមិនងាកក្រោយនៅជាមួយគ្នានោះកូនស្រីរបស់គាត់ទើបតែមកយកកូនក្មេកពីដំណើរកំសាន្តមួយដោយពុំឃើញមានការឆ្លើយតបពីស្ត្រីនោះទេនាងត្អូញត្អែក្នុងក្រុមជែកអំពីនាងតូចសាច់ញាតិឃើញសារពួកគេលោតចូលដើម្បីធ្វើឲ្យវ័យលងនិយាយថាថ្ងៃនេះជាថ្ងៃខួបកំណើតកូនស្រីគួរតែយកចិត្តជាងនេះកូនស្រីចាប់រំលោភជំនួសវិញដោយចោទម្ដាយថាគិតតែពីរឿងលុយកាក់ប្រាក់ឧបត្ថម្ភប្រចាំខែ$1.500នាងយកប្រាក់គ្រប់ដុល្លារសំបីតែកូនរបស់នាងចង់បានអាហារសម្រន់ក្រោយពីរៀនក៏ដោយនាងបានធ្វើឲ្យក្មេងនោះបង់ប្រាក់ជាមួយនឹងនាឡិកាក្មេងដោយអានពាក្យកុហកនៅក្នុងការជេរជាក្រុមនារីស្រក់ទឹកភ្នែកនាងមិនអាចជឿវាបានទេនេះជាកូនស្រីដែលនាងចិញ្ចឹមដោយគ្រប់យ៉ាងដែលនាងមានដោយអូសឈ្មោះនាងនៅចំពោះមុខទាំងអស់សាច់ញាតិអ្វីដែលហៅថា1,500គឺពិតជាថវិកាគ្រឿងទេសគ្រួសារដោយប្រើលេខថាចៅត្រូវការអាហារូបត្ថម្ភរាល់អាហារត្រូវតែមានប្រូតេអ៊ីនសាច់ទឹកដោះគោមួយ$500គឺមិនគ្រប់គ្រាន់ទេនាងបន្ថែម3,000រៀងរាល់ខែប្រាក់សោធនប្រចាំខែរបស់នាងគឺ6,000ពាក់កណ្ដាលទៅហាងលក់គ្រឿងទេសសម្រាប់កូនស្រីទៅបញ្ចាំកូនប្រសារប៉ុន្តែនាងត្រូវបានគេដាក់ស្លាកថាលោកខ្លួននឹងកញ្ញាចំពោះឧបត្តិហេតុអាហារសម្រន់នាងបារម្ភអំពីប្រហោងធ្មេញហើយនិយាយថាទេនោះហើយជាមូលហេតុដែលក្មេងបានបង់ប្រាក់សម្ងាត់នាងមិនដែលរំពឹងទុកទេបំណងល្អរបស់នាងនឹងក្លាយជាអាវុធប្រឆាំងនឹងនាងគឺទាំងស្រុងខកចិត្តនឹងកូនស្រីរបស់នាងផ្ញើសារចុងក្រោយមួយទៅកាន់ក្រុមដោយនិយាយថានាងពិតជាលោកខ្លួនណាស់នឹងតូចដូច្នេះនាងនឹងឈប់ទាញយកប្រយោជន៍ពីកូនស្រីរបស់នាងក្នុងទីក្រុងធំទៀតហើយនាងឡើងយន្តហោះផ្ទះដោយមិនមើលក្រោយ2 ម៉ោងក្រោយមកនាងមកដល់ស្រុកកំណើតវិញភ្លាមបន្ទាប់ពីចុះចតកូនប្រសាររបស់នាងបានទូរស័ព្ទទៅនាងដោយនិយាយថាឪពុកម្ដាយរបស់គាត់ដឹងថាជាថ្ងៃកំណើតរបស់នាងធ្វើបុណ្យសុំឲ្យនាងលែងដោយសារតែគាត់បានបញ្ចេញសំណើចយ៉ាងត្រជាក់ជាលេសដើម្បីអញ្ជើញកូនប្រសារមកនាងក្រោកពីដំណេកនៅម៉ោង5និង1 ម៉ោងក្រោយមក